ធ្វើការនៅស្រុកគេធ្វើការនៅស្រុកគេអត់ដែលបានចូលកម្មវិធីជួបជុំនៅស្រុកខ្មែរអញ្ចឹងដូចចូលឆ្នាំអីចឹងហើយឥឡូវខ្ញុំដល់ពេលក្នុងប្រទេសកូរ៉េនោះខ្ញុំចង់មកមើលថាចូលឆ្នាំនៅកូរ៉េគេធ្វើមិនហើយខ្ញុំខានទៅស្រុកខ្មែរទាំង3ឆ្នាំហើយអញ្ចឹងខ្ញុំឲ្យតែពេលចូលឆ្នាំខ្ញុំចង់មកលេងនៅនឹងដើម្បីថាធ្វើគោរពពិធីពុទ្ធសាសនាយើងថាកុំឲ្យភ្លេចកូនចៅយើងមកនៅស្រុកគេតែមិនភ្លេចសាមគ្គីពីនៅស្រុកខ្មែរអញ្ចឹងហើយខ្ញុំគោលបំណងរបស់ខ្ញុំទី2គឺខ្ញុំចង់មកជួបជុំបងប្អូនហើយនឹងលេងមកលេងហមលេងល្បែងជាប្រៃនៅក្នុងហ្នឹងហើយជាចុងក្រោយកញ្ញាមានចំណាប់អារម្មណ៍មិនដែរក្នុងការចូលរួមក្នុងកម្មវិធីសមាគមខ្មែរចំណាប់អារម្មណ៍មានច្រើនដែរហើយនិយាយទៅមកនេះសប្បាយហើយបានឃើញជួបជុំបងប្អូនខ្មែរដូចថាខ្ញុំ